នៅក្នុងរោងចក្រដែលមានតកែចិនប្រាក់ខែរាប់រយខ្លះដល់រាប់ពាន់នៅជេររដ្ឋាភិបាលទាញវិនិយោគពីចិនមកខ្ញុំមិនយល់នេះតាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់ផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ីជីនពីងតែគាត់មកក្រោយចូលឆ្នាំប្រធានបទនេះខ្ញុំគិតថាប្រជាពលរដ្ឋយើងគួរតែមានវឌ្ឍនភាពដែលកម្ពុជាប្រទេសទូចមួយមានទំនាក់ទំនងស្មើមុខស្មើមាត់ជាមួយប្រទេសមហាអំណាចនិងគ្រប់ប្រទេសទាំងអស់លើពិភពលោកប្រទេសកម្ពុជាជាចំណោមប្រទេសតែ3គត់ក្នុងដំណើរទស្សនកិច្ចមានវៀតណាមមានម៉ាឡេស៊ីនិងកម្ពុជាហើយសួរថាទំនាក់ទំនងរវាងកម្ពុជាចិនខុសអីនៅពេលដែលកម្ពុជាមិនបានប្រកាន់នៅជំហរយកប្រទេសណាមួយផ្ដាច់ចោលប្រទេសណាទេគឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្ដាប្រទេសលើពិភពលោកនេះជាជំហរនយោបាយរបស់យើងផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាពអធិបតេយ្យភាពនិងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកនេះគឺជាអ្វីដែលកម្ពុជាធ្វើហើយខ្ញុំសូមបញ្ជាក់បាទនេះគឺជាជំហររដ្ឋាភិបាលរបស់យើងមិនមែនអាណប់ពីណាគេទេប៉ុន្តែអ្វីដែលមានការបកស្រាយបញ្ចំនួនខ្ញុំសូមជម្រាបបញ្យល់ជូនហើយជូនសាសទៅបងប្អូនតិចចុះព្រោះបើយើងមិននិយាយមិនបញ្យល់នៅទៅហ្នឹងហើយខ្ញុំឃើញទស្សនកិច្ចរបស់ប្រធានាធិបតីម្ដងនេះខ្ញុំគិតថាកន្លងទៅមានការលើកឡើងមួយចំនួនហើយខ្ញុំសង្ឃឹមថាទស្សនកិច្ចមួយនេះបញ្ចប់នៅការលើកឡើងទាំងអស់នោះទី1គេថារដ្ឋាភិបាលចិនមិនអោយតម្លៃរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះទេឃើញកាសែតបរទេសជាច្រើនណាស់នៅក្នុងឆ្នាំទៅនិយាយថាកម្ពុជាស្ពៃហើយសម្បីតែចិនក៏លែងជួយដែរស្ពៃហើយទំនាក់ទំនងកម្ពុជាឯកោហើយតិចទៀតដួលហើយទី2គេថាបែជីហ្វូណនបែអើយលើទៅចិនជប់ជួយហើយអាឡូម៉ៃឥឡូវខ្ញុំគេសួរថាម៉េចបានជាយើងមិនឆ្លើយតបមានបញ្យលខ្ញុំថាបញ្យលអ្នកខ្លះមិនគាត់ស្ដាប់មិនឮទេគាត់ស្ដាប់មិនឮគាត់ស្ដាប់ឮតែធ្វើបណ្ដឹងគាត់ស្ដាប់ឮតែនៅបន្តធ្វើកិច្ចការងារនិយាយស្ដីដែលគ្មានការទទួលខុសត្រូវយើងមិនបាច់បញ្យលទេយើងធ្លាប់បញ្យលរួចទៅហើយប៉ុន្តែអ្វីដែលសំខាន់ចាំមើលជាក់ស្ដែងឥឡូវអ្នកដែលថាចិនលែងមានទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលថ្មីហើយស្ពៃហើយឥឡូវតាមទស្សនកិច្ចមួយនេះខ្ញុំអាចថាអាចអស់លោកបានស្កប់ចិត្តហើយស្ងប់អារម្មណ៍ហើយឈប់និយាយទៅព្រោះនិយាយទៀតនាំតែខ្វះគេព្រោះរូបភាពវាច្បាស់ហើយប្រធានាធិបតីប្រមុខរដ្ឋរបស់ចិនបានមកទស្សនកិច្ចផ្លូវរដ្ឋទៅកម្ពុជាសារនយោបាយបញ្ជាក់ហើយបន្ថែមប្រព័ន្ធបានលើកកម្រិតនៃទំនាក់ទំនងរវាងកម្ពុជាសហគមន៍ជោគវាសនារួមគ្រប់រដូវកាលបានន័យថាទាំងលំបាកទាំងស្រួលគឺយើងបន្តរួមគ្នាសហការគ្នាដើម្បីអភិវឌ្ឍរួមគ្នាតាមគោលការណ៍គោរពអធិបតេយ្យភាពគោរពគ្នាទៅវិញទៅមកឯករាជ្យភាពនិងមិនលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកនេះគឺជាគោលការណ៍ដែលយើងបានធ្វើមិនមែនកម្ពុជាទៅអណប់ទៅខ្លាយជាកូនចឹងអត់ទេគឺយើងអភិវឌ្ឍរួមគ្នាអញ្ចឹងសារនេះធំណាស់ទៅហើយបើថាអ្នកវិភាគអត់យល់សារមួយនេះខ្ញុំមិនដឹងថាដូរអាជីពទៅបាទដូរអាជីពទៅទី2សួរថាប្រជីហ្វូណនមិនហើយខ្ញុំវាមិននឹកស្មានតាមងាយមិននេះខ្ញុំចេញមកឃើញអ្នកនាំពាក្យតពេកមួយនោះនិយាយទៀតធ្វើឯងអ្នកនាំពាក្យតែមិនព្រមយល់ការពិតគេថាចិនមិនដែលប្រកាសវិភាគតទៅអស់សក់ហើយឥឡូវថ្លៃទៅអ្នកនាំពាក្យកាន់តែមុខជ្រួញទៅទៀតព្រោះមួយថ្ងៃនឹកឃើញថាស្អីដែលរិះគន់វាយប្រហារវាយមិនចេះចប់វាយទាំងពេលប្រជាជនមានការទុកវាយទាំងចូលឆ្នាំវាយទាំងរឿងដែល
ប៉ុន្តែខ្ញុំគិតចេះភូតកាន់តែច្រើនវិភាគកាន់តែច្រើនធ្វើឲ្យសាបលៀបខ្លួនឯងទេព្រោះភ័ស្តុតាងវាជាក់ស្ដែងគេនិយាយចេះគេថាហេតុអីបានជាចិនប្រកាសជួយប្រៃជីកដោយសារចិនទៅឆ្លោះគ្នាមួយអាមេរិកថាចិនពីមុនមិនដែលប្រកាសជួយទេខ្ញុំសូមបញ្ជាក់ណាសូមឯកឧត្តមទៅមើលអស់លោកទៅមើលហើយជាពិសេសអស់លោកអ្នកវិភាគខាងក្រៅហើយប្រជាពលរដ្ឋរបស់យើងនិស្សិតបញ្ញវត្តិរបស់យើងប្រជាពលរដ្ឋមន្ត្រីរាជការបងប្អូនរបស់យើងទៅឆែកមើលទៅភ័ស្តុតាងវាយទៅលើកសែតទៅធ្វើលើ Google ទៅវាអត់មានទៅណាទៅមានទាំងអស់មិនដែលពេលណាមួយដែលថាគម្រោងនេះត្រូវរដ្ឋាភិបាលចិនបដិសេធជួយឬទេខ្ញុំទៅជួបប្រធានាធិបតីស៊ីជីនពីងទូតចិនបានចេញសារយើងទៅបន្តសហការគ្នាលើកសាងនេះអញ្ចឹងខ្ញុំគ្រាន់តែប្រាប់ថាចេះបើចង់វាយបហាវាយទៅចោះប៉ុន្តែគួរតែផ្អែកលើការពិតខ្លះផងបើសិនមិនអញ្ចឹងទេគឺប្រជាពលរដ្ឋខ្មែរគាត់មានការវិនិច្ឆ័យច្បាស់លាស់បើសិនជាគ្មានភ័ស្តុតាងស្រួលបួលបើមិននិយាយគេមិនថាកោទេប៉ុន្តែបើអ្នកឯងជ្រុលជានិយាយឲ្យសូមឲ្យមានភ័ស្តុតាងច្បាស់ផងតែឥឡូវក៏ដើម្បីការពារអំណះអំណាងបើមិនអញ្ចឹងទេកាន់តែបាត់នៅជំនឿអញ្ចឹងទៅឆែកមើលទៅថាតើពេលណាដែលរដ្ឋាភិបាលចិត្តប្រកាសមិនដែលជួយទៅលើគម្រោងនេះគឺបានចរចាគ្នាពីដើមអ្វីដែលការប្រកាសជាផ្លូវការគ្រាន់តែជាការប្រកាសបន្ថែមដោយប្រធានាធិបតីចិនតែប៉ុណ្ណោះពីមុនមកជំហរមិនដែលប្រែប្រួលទេហើយប្រេជីកនេះយើងបើកនៅថ្ងៃទី8ខែ5ថ្ងៃ5ខែ8 2024យើងបន្តធ្វើការងារជីកធ្វើការងារបោះនិយាមការចាប់ផ្ដើមចរចាដោះស្រាយផលប៉ះពាល់យើងមិនបានឈប់នោះទេរបៀបរបបគេធ្វើអញ្ចឹងធ្វើផ្លូវ highway ធ្វើផ្លូវអីក៏ដោយពេលដែលគេកំណត់នៅលើផែនទីហើយជំហានបន្ទាប់គឺគេចោះទៅវត្តនិយាមការហើយពិនិត្យមើលផលប៉ះពាល់ដោះស្រាយជូនប្រជាពលរដ្ឋស្រួលបួលមិនមែនចេះតែយក excavator យកទៅកាយនោះទេគេដោះស្រាយផលប៉ះពាល់គិតហើយគេធ្វើដំណើរការនេះបាទដោយការទទួលខុសត្រូវប្រែជីកហ្វូណនក៏ដូចគ្នាពេលខ្លះយើងពិបាកពយល់ហើយបើយើងកន្លែងដែល Winston Churchill គាត់អាសាខ្ញុំចាំគាត់ថាបើយើងកន្លែងតែរវល់រើសដុំថ្មគប់ឆ្កែដែលព្រុសគ្រប់កន្លែងយើងមិនដើរដល់គោលដៅនោះទេអានេះពាក្យរបស់ Winston Churchill នាយករដ្ឋមន្ត្រីអង់គ្លេសសង្គ្រាមលោកលើកទី2ខ្ញុំមិនមែនសំដៅទៅអ្នកណាឆ្កែគឺពាក្យគាត់នេះឯងហើយកម្ពុជាបើសិនជាយើងរវល់តែឆ្លើយតបទៅនឹងការវាយប្រហារអត់មូលដ្ឋានយើងដើរមិនដល់គោលដៅទេអញ្ចឹងដើម្បីបង្ហាញការពិតយើងមានតែខិតខំធ្វើពេលណាចាំបាច់ត្រូវបកស្រាយបដមកកាលយើងចោះតែចាំបាច់ត្រូវតែធ្វើដើម្បីបង្ហាញសមិទ្ធផលដើម្បីបញ្ជាក់នៅការពិតពេលនោះហើយនឹងបិទមាត់អ្នកទាំងអស់នោះឲ្យពិតប្រាកដពួកប្រជាជនលែងជឿអ្នកនោះទៀតហើយពួកគេឃើញសមិទ្ធផលជាក់ស្ដែងសមិទ្ធផលថ្ងៃនេះមិនខុសពីដូចរឿងប្រៃជីកទេខ្ញុំចាំថាឆ្នាំទៅពេលដែលខ្ញុំទៅមើលពលាយន្តហោះមានក្មេងស្រីម្នាក់នៅកូរ៉េគាត់ចេញមកវាយប្រហាររឿងនេះកំពង់ផែអន្តរជាតិកពតគាត់ថាកំពង់ផែអន្តរជាតិកពតនេះរដ្ឋាភិបាលខ្ជះខ្ជាយលុយ$18 លានធ្វើឲ្យប្រើមិនកើតអត់ប្រយោជន៍គាត់អត់ដឹងថាគេមិនទាន់ធ្វើចប់ស្រួលបួលត្រូវបើកផងគេធ្វើផែគេធ្វើគឡងប៉ុន្តែពេលនោះពិតណាស់គាត់និយាយមានគេមើលច្រើនគេដឹងគេគិតគេចាប់អារម្មណ៍ប៉ុនមិនមែនថាអ្នកឯងពិតប្រកបនោះទេអ្នកឯងបង្កើតការចាប់អារម្មណ៍កាន់តែច្រើនអ្នកឯងធ្លាក់ក៏កាន់តែច្រើនដែរនៅពេលដែលសមិទ្ធផលនេះត្រូវបានសម្ពោធដូចថ្ងៃនេះអញ្ចឹងគេនឹងស្ដាប់ទៅវិញអូយប៉ែនេះថ្ងៃមុនជេរថាអត់ធ្វើតាមពិតគេធ្វើសោះឥឡូវបាត់ឥទ្ធិពលខ្លួនឯងនឹងហើយគឺការបន្សាបនៅការបំភ្លៃការពិតប្រែជីកពូណនយើងនៅតែបន្តធ្វើហើយយើងនឹងខិតខំធ្វើឲ្យបានចប់នៅក្នុងតាមផែនការដើម្បីតភ្ជាប់ផ្លូវសមុទ្រនិងផ្លូវទន្លេធ្វើយ៉ាងណាដើម្បីឲ្យការដឹកជញ្ជូនសេដ្ឋកិច្ចរបស់យើងប្រតិកលាជាពិសេសចូលមកជិតខេត្តកំពតនេះតែម្ដងខ្ញុំមិនចាំបាច់រដ្ឋាភិបាលមិនចាំបាច់មួយថ្ងៃអង្គុយតែឆ្លើយតបទៅនឹងការចោទប្រកាន់ទេយើងនៅតែធ្វើយើងនឹងបន្តធ្វើដំណាក់កាលនៃការវិវត្តក្រសួងសាធារណការបានចេញជូនតំណែងហើយយើងធ្វើអីខ្លះ
สวัยได้สำคัญคือสมรรถภาพจะแสดงจูนไปเชื่อประวัติจังเนี่ยได้บานสดับบ่เขมรสไลมาเนี่ยได้เจงมาเบาะสไลไว้ปะฮาทากับพงแพได้เจ้าอัดไปยาวเธอให้เผลอมันเกิดรถทาไปบ้าเชี่ยเชี่ยเลยปีชนามเตออะไรบองปอนสมมาเมื่อสมรรถภาพนี่ได้ยืมสัมโพธได้ปราจิปรการในไทยนี่แต่ยังบอกบ้องเจ้าเมนเตหรือมวยก็ยังบานปราใบไข่ให้ดำนากายังกับพงแต่เธออ่อยกันแต่ละอภาษาเทียนประกาศนะบองปอนบานเกินเจ็ดแสดงให้ยังสัมโพธไงนี่ให้เมียนกรมนเรียบจอมจัดแจงโดยดำนากาเจ็ดแสดงแต่มาดองยังมันบานเจ้าโนตีบ่านี่คือจิกาพิษบ่าให้เมียนเนี่ยได้สไล